រឿងលោកយាយមេភូមិនៅខាងក្នុងភូមិមានផ្ទះមួយខ្នងធំជាងគេហើយមានភាពស្រស់ស្អាតនៅក្នុងបរិវេណនៃផ្ទះមានដាំដំណាំជាច្រើនមុខហើយមិនមានសម្រាមបន្តិចណាសោះនោះឡើយឯទិដ្ឋភាពនៅខាងក្នុងផ្ទះវិញមានតុបតែងនៅគ្រឿងសង្ហារឹមទូសម្រាប់ដាក់សៀវភៅយ៉ាងប្រណិតហើយក៏មានស្ត្រីចំណាស់ម្នាក់កំពុងតែនឹងសម្រានលក់នៅលើសាឡុងយ៉ាងស្រណុកព្រោះតែគាត់ទើបតែនឹងពិសាអាហារថ្ងៃត្រង់រួចហើយក៏រៀងតាំងពោះភ្នែករបស់គាត់ចាប់ផ្ដើមបើកលែងរួចខ្លួនប្រាណអស់កម្លាំងទន់ដៃទន់ជើងទំនងនឹងរែក្រែទន់តម្រេតខ្លួនបន្តិចទើបបានស្រួលត្រឡប់មកវិញដោយដែលពាក្យមួយដែលគេតែងតែនិយាយថាពលបាយស្ត្រីរៀងចំណាស់ដែលកំពុងតែសម្រាននៅលើសាឡុងនោះគាត់ជាម្ចាស់ផ្ទះមួយនេះគាត់មានឈ្មោះថាលោកយាយស៊ីផាន់លោកយាយស៊ីផាន់ត្រូវបានគេចាត់តាំងឲ្យគាត់ធ្វើជាមេភូមិនៅក្នុងការមើលការខុសត្រូវនិងបម្រើប្រជាជនដោះស្រាយរាល់បញ្ហាជូនប្រជាជននៅក្នុងភូមិរបស់គាត់លោកយាយស៊ីផាន់គាត់ជាមនុស្សដែលមានសម្ដីរាងអាក្រក់បន្តិចដោយគាត់មិនចេះនិយាយផ្អែមអែបអបនរណាម្នាក់នោះទេតែគាត់ឃើញបែបណាគាត់ថាបែបនោះហើយលោកយាយស៊ីផាន់កំពុងតែនឹងលងលក់យ៉ាងស្កប់ស្កល់ព្រោះតែអំណាចនៃអាហារថ្ងៃត្រង់នោះក៏ស្រាប់តែមានក្មេងស្រីម្នាក់វ័យប្រហែលជា18ឆ្នាំដែលចូលមកដាស់គាត់ឲ្យភ្ញាក់រួចក៏ប្រាប់ថាម៉ែមិញទូពុទ្ធមករម៉ៃទៀតហើយម៉ែខ្ញុំឲ្យគាត់ចាំនៅបន្ទប់តពូពីយូយីចន្ទិកូនហើយវាមករម៉ៃរឿងស្អីវាទៀតហើយណាខែនេះគ្រាន់តែវាមកផ្ទះយើងចាំ20ដងហើយមិនដឹងទេម៉ែអើពួកគាត់មកភ្លុកនេះម្នាក់បែកមុខបែកមាត់ខូលឈាមខែមទៀតផងណាម៉ែសង្ស័យតែមិនស្រួលដូចមុនទេមើលទៅដាក់ទឹកមកអីឲ្យវាសិនទៅចាំបន្តិចទៀតចាំយើងទៅចន្ទធីគឺជាកូនស្រីម្នាក់គត់របស់លោកយាយស៊ីផាន់សប្តាហ៍ថ្ងៃនាងរៀននៅថ្នាក់ទី12ដែលនឹងត្រូវប្រឡងនៅពេលខាងមុខឆាប់នេះហើយឯចំណែកប្តីរបស់លោកយាយស៊ីផាន់នោះវិញមានឈ្មោះថាលោកតាសុយតែគាត់មិនបានរស់នៅជុំគ្នាដោយគ្រួសារដទៃនោះទេគឺគាត់បានចែកផ្លូវគ្នារៀងខ្លួនតាំងតែពីចន្ទធីនៅក្នុងផ្ទៃរបស់លោកយាយមកម្លេះមួយសំទុះក្រោយពីលោកយាយគាត់ភ្ញាក់ពីសម្រានរៀងស្រឡះមុខស្រឡះមាត់ហើយគាត់ក៏ទៅដោះស្រាយរឿងពីអ្នកប្តីប្រពន្ធដែលមករកគាត់យីមើលមីកតឹងអាធូមករត់យើងទាំងកណ្ដាលថ្ងៃចេះនេះមានរឿងអីទៀតហើយមកអាពីអ្នកឯងនឹងត្រូវនឹងអីមកបានជាម្នាក់ប៉ោងហើមខៀវមុខចឹងគឺខ្ញុំមករកអ្នកមិញថ្ងៃនេះចង់លើលាក់ធានាហ្នឹងណាមិញព្រោះថាខ្ញុំនៅទ្រាំជាមួយនឹងអាប់មេផៅពីបនេះឡើងបានទៀតហើយអ្នកមិញមើលតែលើមុខខ្ញុំទៅបែរហើយអ្នកមិញយីអាធូហើយមិនឯងទៅវាយប្រពន្ធឲ្យចំកដាមុខអញ្ចឹងចំភ្នែកទៀតចុះក្រែងលោតែវាបែកក្របភ្នែកទៅស៊ីខ្វាក់ទៅធ្វើម៉េចបាទអ្នកមិញរឿងនេះគឺវាអញ្ចេះទេគឺដើមឡើយពួកខ្ញុំទាំងពីរនាក់នាំគ្នាទៅស្រង់ដើមនៅឯផ្ទះមីកាសយនៅឯចុងភូមិឯនោះហើយមុនដំបូងនោះលេងវាចេះតែឈ្នះព្រោះតែយីអ៊ុនវាចេះតែឡើងហ្នឹងអ្នកមិញដល់ពេលមួយសន្ទុះក្រោយមកស្រាប់តែយីអ៊ុនធ្លាក់ទៅចាញ់អស់បោះគូតខោរកមួយរៀលដាក់ក្នុងហៅប៉ាវគ្មានផងហើយក្នុងនាមខ្ញុំជាប្តីព្យាយាមដាស់សតិប្រពន្ធថាម៉ែវាបានហើយម៉ែវាក្រោកមកបានហើយចាំស្អែកចាំមកលេងទៀតតែវានៅតែមិនស្ដាប់ខ្ញុំទេរហូតដល់អស់ម៉ូតូមួយទៀតហើយមកដល់ផ្ទះវិញខ្ញុំនិយាយតែបន្តិចវាស្រែកដាក់ខ្ញុំថាបើខ្លាំងវាយអញមកខ្ញុំបើគេស្រែកដាក់បែបនោះហើយខ្ញុំមិនដាក់វាដូចជាអន់ពេកគាត់ដាក់លឺសូតែផ្លាប់ទៅអ្នកមិញមើលមីកតឹងអាធូវានិយាយចេញមកមិញនេះពិតដែរឬទេចាអ្នកមិញខ្ញុំថាមើលខំឡៃមកគាត់តែបញ្ជូតពេលដល់លេងមិនបានឲ្យវាវាយពិតទេណាហើយមួយខែនេះនាងឯងមកលេងលះគ្នាប្រហែលដងហើយនឹងហាមីកតឹងគឺចាប់ដល់នោះហើយអ្នកមិញanh lượt mi phía for hai nọc mùi đòn hai ai lượt mi bạch mem tem rồi nè mình ta pi lượt muốn trên phải chụp mầm vát mi phần luôn phên chết tay ôn chết tồn cho nó á bợp chụp ni đi bông tư hơi mi cả tăng tại cho năng ná việc rợp nông hơi to từ bề anh vinh ta anh cho đo sai riêng cruza nàng ấy nè bà chọn lên liệt nè nú
លែងចាប់ហើយនឹងចាប់ទៅបើឲ្យអញដោះស្រាយឲ្យមានតែចាប់យកពួកឯងទាំងពីរនឹងទៅឲ្យប៉ូលីសទេព្រោះអញមិនគាំទ្រអារឿងល្បែងស៊ីសងអីនោះទេទៅផ្ទះពួកឯងវិញទៅ ពេលវេលាចេះតែរំកិលទៅមុខបន្តិចម្ដងរសៀលថ្ងៃមួយគេក៏ប្រទះឃើញគូស្នេហ៍មួយគូជិះដប់គ្នារួចនិយាយសារសងគ្នានៅតាមផ្លូវយ៉ាងផ្អែមល្ហែមនារីដែលអង្គុយនៅពីខាងក្រោយនោះមានឈ្មោះថានាងចន្ទធីដែលជាកូនស្រីរបស់លោកយាយមេភូមិស៊ីផាន់ឯចំណែកបុរសម្នាក់នោះមានឈ្មោះថានាយស៊ូជាកូនប្រុសចុងរបស់លោកតាសុយដែលត្រូវជាអតីតស្វាមីរបស់លោកយាយស៊ីផាន់នាងពីរនាក់នេះមានវ័យប្រហាក់ប្រហែលគ្នាហើយពួកគេក៏រៀននៅវិទ្យាល័យតែមួយដែរពួកគេស្រឡាញ់គ្នាដោយសន្យាថានឹងរៀបការរស់នៅជាមួយគ្នានៅពេលដែលរៀនចប់ថែមទៀតផងលុះដល់ល្ងាចចន្ទធីវិលត្រឡប់ទៅផ្ទះវិញលោកយាយស៊ីផាន់សួរទៅកូនព្រោះតែគាត់បានដឹងអំពីរឿងរ៉ាវស្នេហាទាំងនោះអស់ទៅហើយណែចន្ទធីកូនអង្គុយចុះមកសិនមកម៉ែមានរឿងមួយចង់និយាយជាមួយនឹងកូនណែគឺម៉ែមិនបានហាមឃាត់កូនមិនឲ្យមានស្នេហាអីនោះទេតែម៉ែមិនចង់ឲ្យកូនមានវានៅក្នុងពេលនេះទេព្រោះថាវ័យនេះគឺជាវ័យដែលកូនកំពុងតែសង្វាតខំរៀនសាងអនាគតទៅមុខទៀតពេលដែលអត់ពីម៉ែទៅលោកយាយស៊ីផាន់គាត់ណែនាំចន្ទធីជាច្រើនគ្រប់យ៉ាងក៏ព្រោះតែគាត់ចង់ឲ្យចន្ទធីមាននៅអនាគតល្អនាយប់នោះដែរនៅបន្ទប់គេងមើលទៅម៉ោងប្រហែលជា7:10យប់ទៅហើយចន្ទធីនៅមិនទាន់គេងនោះទេមើលទៅនាងបែរជាសម្រក់នៅទឹកភ្នែកលួចយំខ្សឹកខ្សួលតែម្នាក់ឯងព្រោះតែនាងយកសម្ដីម្ដាយដែលបានអប់រំប្រដៅកាលពីល្ងាចមិញនេះមកគិតមើលទៅហាក់បីដូចជាត្រូវសឹងតែគ្រប់ចំណុចតាំងពីនាងចាប់មានស្នេហាមកមិនគិតខិតខំប្រឹងប្រែងរៀននោះទេមួយថ្ងៃគិតតែពីនិយាយទូរស័ព្ទរហូតដល់ពេលខ្លះតិចមិនចូលរៀនក៏មានទាំងនេះហើយដែលធ្វើឲ្យនាងធ្លាប់តែជាសិស្សពូកែនៅក្នុងថ្នាក់រៀនពេលនេះប្រែក្លាយមកជាសិស្សនៅក្នុងបាតតារាងទៅវិញលុះប្រហៀមថ្ងៃរះព្រឿងចន្ទធីក៏ទៅសុំនាយស៊ូដែលជាសង្សារផ្អាកការតាក់ទងគ្នាមួយរយៈពេលសិនដើម្បីយកពេលសិក្សារៀនសូត្រឡើងវិញព្រោះនៅសល់តែពេលមិនប៉ុន្មានខែទៀតនោះទេនាងត្រូវប្រឡងបាក់ឌុបហើយការខិតខំប្រឹងប្រែងរយៈពេល12ឆ្នាំត្រូវបានកំណត់តែ2ថ្ងៃប៉ុណ្ណោះនាយស៊ូឮហើយហាក់បីដូចជាទទួលយកមិនបាននោះទេទៅដល់ផ្ទះវិញនាយស៊ូផឹកស្រាស្រវឹងជោគជាំអង្គុយសឹងតែទប់ខ្លួនពុំជាប់លោកតាសុយឃើញហើយក៏សួរទៅកាន់នាយស៊ូថាណែអាស៊ូកូនអើយនេះឯងកើតអីហ៎មិនបានមកផឹកស្រាស្រវឹងចឹងគឺសង្សារខ្ញុំនាងសំបាយចិត្តពីខ្ញុំហើយគ្រប់យ៉ាងក៏ដោយសារតែយាយផាន់អត់បាត់ប្រពន្ធឲ្យឯងនឹងហើយយីហើយយាយកញ្ចាស់នេះវាយ៉ាងវិចវាវិញមើលចាំអញសាក់និយាយជាមួយវាសាក់ឡមើលនៅឯផ្ទះរបស់លោកយាយស៊ីផាន់ឯនោះវិញគាត់កំពុងតែហាត់ប្រាណសម្រួលរាងកាយរបស់គាត់អមជាមួយនឹងតន្ត្រីកំដរអារម្មណ៍ក្នុងពេល
លោកតាសុយក៏ចូលមកដល់លោកតាឃើញហើយក៏ភ្លាត់មាត់ថា អូយរៀងឲ្យដូចជ្រូកហើមលោកអើយអូមើលរុនផ្សិតឲ្យឡើងខ្មៅក្លេក យើអាកាចាស់សុយហ៊ានឡើងមកលើផ្ទះអញផងហ៎ យីណៃយាយកញ្ចាស់ផាន់អញចង់មកប្រាប់កញ្ចាស់ឯងថាឯងមិនមែនជាយាយផាន់ម៉ែនាងទាវនោះទេកញ្ចាស់ឯងជាយាយផាន់ម៉ែនាងចន្ទធីមិនឡោះហើយនាងឯងនេះកុំកំណាចធាំងគ្នាស្នេហាកូនអីបើពួកវាស្រឡាញ់គ្នាហើយបណ្ដោយវាលទៅ យើអាតាំងចាស់សុយអញធ្វើឲ្យអញអស់នៅតាអប់ទ្រាំហើយ អើហើយចង់យ៉ាងម៉េចហ៎ណាយាយតញ្ចាស់ឯងចង់ធ្វើឲ្យអញណែ លោកយាយស៊ីផាន់ទ្រាំនៅពាក្យសម្ដីដែលលោកតាសុយនិយាយបញ្ជួបពុំបានគាត់ក៏រត់ទៅទាញយកកាំភ្លើងស្នប់ដាច់បាញ់លោកតារត់ផ្អើលពេញទាំងព្រៃលោកតាសុយភ័យណាស់គាត់គិតតែពីរត់ទៅមុខដោយមិនខ្វល់ថាមានបន្លាមុតយ៉ាងណានោះឡើយ លោកយាយស៊ីផាន់ត្រឡប់មកដល់ផ្ទះវិញក៏បានដំណឹងថានាយស៊ូទទួលនៅមរណភាពបាត់ទៅហើយព្រោះតែនាយនោះផឹកស្រានិងសេពថ្នាំហួសកម្រិតពេកសាលាសម័យនេះមួយចំនួនមិនស្ដាប់ឪពុកម្ដាយនោះទេទៅរៀនឲ្យតែផុតពីផ្ទះពីអប់រំព្រៀនប្រដៅនិងមេរៀនដែលលោកគ្រូអ្នកគ្រូខំប្រឹងបង្ហាត់បង្ហាញពន្យល់សឹងតែបែកបំពង់កទៅហើយមិនព្រមស្ដាប់នោះទេគិតតែពីអង្គុយជជែកគ្នាមិនត្រឹមតែប៉ុណ្ណោះទេអ្នកខ្លះក៏បែកឆ្វេងបណ្ដោយខ្លួនឲ្យទៅពីលាអាវ៉ាសែជក់បារីសេពថ្នាំមានប៉ាក់ពោះបងធំคล้ายទៅជាក្មេងទំនើងដូចជាក្មេងដែរមិនបានចូលសាលាមិនទទួលបាននៅការអប់រំគួរឲ្យអាសូរដល់ដើមទ្រូងឪពុកម្ដាយដែលខិតខំប្រឹងប្រែងស្វែងរកលុយកាក់ដោយមិនគិតនៅភាពនឿយហត់សោះឡើយ ផ្លេចខ្លួនពេលវេលាក៏កន្លងផុតទៅបាន7ថ្ងៃយប់មួយលោកយាយស៊ីផាន់គាត់មកពីបំពេញធរៈកិច្ចវិញដោយធ្វើដំណើរនៅតាមផ្លូវពេលយប់មានភាពលំបាកជាងនៅពេលថ្ងៃនៅជាប់ខ្លួនលោកយាយស៊ីផាន់មានកាំភ្លើងស្នប់មួយដើមគាត់ដាក់តាមខ្លួនដើម្បីការពារព្រោះនៅផ្លូវខាងមុខមិនដឹងថានឹងជួបប្រទះអ្វីនោះទេអ្វីត្បិតតែលោកយាយមានវ័យចំណាស់បន្តិចមែនប៉ុន្តែកម្លាំងរបស់គាត់នៅមាំមួនល្អណាស់ដោយសារតែគាត់ធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃរាត្រីនោះលោកយាយស៊ីផាន់កំពុងតែនឹងបើកម៉ូតូសុកស្រាប់តែប្រទះឃើញគល់ឈើមួយស្ថិតនៅទៅតឹងផ្លូវធ្វើឲ្យគាត់បន្តដំណើរទៅមុខទៀតពុំបានលោកយាយស៊ីផាន់ឃើញបែបនោះហើយទំនងសភាពការដូចជាមិនស្រួលគាត់ក៏ទាញកាំភ្លើងយកមកកាន់នឹងដៃបន្តិចក៏លេចចេញនៅខ្មោចរបស់នាយស៊ូមកសួរគាត់ថា អញ្ជើញទៅណាដែរម៉ែក្មេង យើអានេះស្លាប់ទៅជាខ្មោចហើយនៅមកតាមចងកម្មចងពីអីនឹងអញទៀតវៃមិនគិតទៅចាប់ជាតិចាប់កំណើតស្អីទេ មិនតន់ទៅទេនៅចាំយកយាយកញ្ចាស់ឯងនឹងទៅជាមួយដែរម៉ែក្មេងចិត្តអប្រិយ យីហើយអញជាម៉ែក្មេងអាខ្មោចឯងតាំងតែពីតាណាមកហើយមិនបានមកចង់យកអញនឹងទៅជាមួយដែរអញមិនបានទៅធ្វើស្អីអាឯងទេ យាយកញ្ចាស់ឯងបំបីស្នេហាអញឲ្យអញប្រត់ប្រាស់រឿងនៅភាពឈឺចាប់រហូតដល់បាត់បង់ជីវិតខ្លាយជាខ្មោចនេះអី អញមិនបានហាមឃាត់កូនរបស់អញទេតែអញគ្រាន់តែឲ្យវាផ្អាកមករយៈពេលសិនដើម្បីយកពេលមករៀនសូត្ររៀនចប់ការណាបើឯងនេះវាត្រឹមត្រូវអញនឹងរៀបការឲ្យតែធ្វើអីឯងនេះវាពេលលាអាវ៉ាសែផឹកស៊ីដើរលេងសេពថ្នាំរហូតដល់ស្លាប់ខ្លួនហើយមកបន្ទោសថាមកពីអញពេលនេះធ្វើឲ្យអញក្តៅហើយវើយខ្មោចក៏អញបាញ់ដែរ លោកយាយស៊ីផាន់កាន់កាំភ្លើងបាញ់ខ្មោចនាយស៊ូរត់បាត់ជាងសោព្រាតបន្ទាប់មកគាត់ក៏ប្រទះឃើញគល់ឈើដែលនៅបាំងពីមុខគាត់នោះរលាយបាត់ទៅគាត់ក៏បន្តដំណើរទៅមុខទៀតដើម្បីឆ្ពោះទៅផ្ទះ ពេលទៅ
ដល់ផ្ទះចន្ទិឃើញសក់ម្ដាយបះឡើងទៅខាងលើហើយក៏សួរទៅកាន់ម្ដាយនាងថា ចុះម៉ែហើយសាឡនទៅណាគេធ្វើសោះឲ្យនឹងហើយគេលេងមកគេដែរទេ យីហើយអញមានតលេងម៉ូតសក់អីគឺខ្មោចអាស៊ូវាមកលើងអញមិញហ្នឹងណាហើយតាំងពីកើតមកចិត្តដល់ពេលដែលត្រូវទៅវិញហើយទើបតែបានជួបខ្មោចមកលើកនេះទេអញណែកាទីស្អែកនេះចាំជូនម៉ែទៅធ្វើបន់ផង ចំណែកឯខ្មោចនាយស៊ូវិញពេលដែលបានឮលោកយាយស៊ីផាន់និយាយបែបនោះហើយក៏ស្ដាយក្រោយតែបើទោះជាស្ដាយក្រោយក៏គេមិនអាចរស់ឡើងមកវិញបាននោះដែរចិត្តឆាវឆាវភ្លើតភ្លើនមួយពេលធ្វើឲ្យបាត់បង់នៅអ្វីគ្រប់យ៉ាងคล้ายទៅជាខ្មោចដោយឥតន័យខ្លឹមសារទៅទីណាក៏មានតែគេខ្លាចរអាចង់ចូលផ្ទះក៏ចូលពុំបានមានតែអនាថាឯកោតែម្នាក់ឯងនេះហើយកាលដែលមានជីវិតនៅរស់វ័យកំពុងតែនឹងពេញសិក្សាមិនគិតស្វះស្វែងព្យាយាមក្រេបចិញ្ចុចំណេះដឹងនោះទេគិតតែពីដើរលេងសប្បាយហឺហាភ្លើតភ្លើនទៅតាមសម័យកាលភ្លេចអស់តម្រាលដែលគ្រូបានបង្ហាត់ទំរមតែនឹងភ្ញាក់ខ្លួនមកវិញគ្រប់យ៉ាងក៏ហួសពេលអស់ទៅហើយអើយ